Thái căn đại thôn có hảiศาสนาฮินดูได้มีអ្នកគោរពជាង 1.2 លាននាក់ប្រហែល 16% នៃផែនដីទាំងមូលនាំគ្នាចេញមកថ្កោលទោសដោយថាពួកគេនឹងមិនអត់ឱនដល់ទង្វើរបស់ថៃជាដាច់ខាតទោះខំបកស្រាយយ៉ាងណាក៏ដោយឥឡូវនេះមនុស្សជាច្រើននៅប្រទេសឥណ្ឌាកំពុងពហិការមិនទៅលេងថៃពួកគេនិយាយថាខ្លួនមិនចង់ចំណាយលុយទៅលេងគាំទ្រសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមិនឲ្យតម្លៃវប្បធម៌និងសាសនារបស់ខ្លួននោះទេឥណ្ឌាព្រមមានឲ្យថៃមើលប្រទេសតួកគីជាគំរូស្រាប់អធិពលនៃការធ្វើពហិការរបស់ប្រជាជនឥណ្ឌាកន្លងមកបានធ្វើឲ្យវិស័យសេដ្ឋកិច្ចនិងទេសចររបស់តួកគីមានអន្តភាពយ៉ាងខ្លាំងកាន់តែកុំមើលស្រាលឲ្យសោះលើកនេះអាចធំជាងលើកមុនចំនួននៃអ្នកប្រតិបត្តិសាសនាឥណ្ឌូមិនមែនតែក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះទេក្រៅពីនោះក៏មាននេប៉ាល់ប៉ាគីស្ថានស្រីអលង្ការបង់ក្លាដេសដែរនេះជាសុបិនអាក្រក់របស់ចៅសៀមដែលបំផ្លាញប្រាសាទសាសនាហិណ្ឌូនិងរូបសំណាកព្រះវិស្ណុជាសាសនាធំបំផុតលំដាប់ទី3ដែលមានអ្នកគោរពចំនួន 1.2 លាននាក់ជាសាសនិកសកម្មភាពបំផ្លាញរូបសំណាកដែលជាទីសក្ការៈសាសនាឥណ្ឌូបើមិនត្រូវបានដោះស្រាយយ៉ាងហ្មត់ចត់និងមានការទទួលខុសត្រូវច្បាស់លាស់ទេនោះអាចនឹងបង្កទៅជាចំនួនសាសនាយ៉ាងធ្ងន់ធ្ងរព្រោះវាប៉ះពាល់ដោយផ្ទាល់ទៅលើជំនឿនិងសក្ការបូជារបស់សាសនិកហិណ្ឌូជាង 1.2 លាននាក់នៅជុំវិញពិភពលោកនេះមិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសប៉ុណ្ណោះទេប៉ុន្តែថែមទាំងគំរាមកំហែងដល់សន្តិភាពសាសនាអន្តរជាតិផងដែរសាសនាហិណ្ឌូមិនមែនជាសាសនាធម្មតាទេប៉ុន្តែជាសាសនាបុរាណមួយដែលមានប្រវត្តិសាស្ត្រយូរអង្វែងរាប់ពាន់ឆ្នាំនិងបានបង្កើតមូលដ្ឋានគ្រឹះវប្បធម៌អរិយធម៌ទស្សនវិជ្ជានិងសិលធម៌ដល់មនុស្សជាតិយ៉ាងធំធេងប្រាសាទនិងរូបសំណាកក្នុងសាសនាហិណ្ឌូមិនមែនគ្រាន់តែជាសំណង់ឬវត្ថុសិល្បៈប៉ុណ្ណោះទេប៉ុន្តែជានិមិត្តរូបនៃជំនឿសេចក្តីគោរពនិងអត្តសញ្ញាណសាសនារបស់សាសនិករាប់ពាន់លាននាក់ការបំផ្លាញប្រាសាទនិងរូបសំណាកព្រះវិស្ណុមិនត្រឹមតែជាការរំលោភបំពានលើសាសនាមួយប៉ុណ្ណោះទេប៉ុន្តែជាការបំផ្លាញមរតកវប្បធម៌មនុស្សជាតិទាំងមូលដែលបង្កឲ្យមានការឈឺចាប់កំហឹងនិងការថ្កោលទោសពីសហគមន៍អន្តរជាតិអំពើបែបនេះគឺជាសុបិនអាក្រក់មួយដែលអ្នកបំផ្លាញមិនអាចគេចផុតពីការទទួលខុសត្រូវទាំងក្នុងប្រវត្តិសាស្ត្រទាំងក្នុងចិត្តមនុស្សនិងទាំងក្នុងការវិនិច្ឆ័យរបស់ពិភពលោកបានឡើយព្រោះសាសនាទាំងអស់លើលោកនេះសុទ្ធតែបង្រៀនមនុស្សឲ្យស្គាល់ការគោរពអធ្យាស្រ័យនិងរស់នៅរួមគ្នាដោយសន្តិភាពមិនមែនបង្រៀនឲ្យបំផ្លាញឬប្រមាថជំនឿរបស់អ្នកដទៃនោះទេបាទទាំងនេះគឺខ្ញុំយកមកពីប្រភពចំណេះដឹងសង្គម